សួស្តីប្រិយមិត្តប្រេងតម្រាវិលមកវិញសារជាថ្មីជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំបានជួបជាមួយនឹងពូសក់វែងបាទដែលគាត់ខាងផ្នែកថតភាពយន្តហើយនឹង short film បាទអឺមុននឹងចូលដល់សាច់រឿងរបស់យើងបងប្អូនជួយចុច subscribe នៃ channel ប្រេងតម្រានឹងទទួលបានវីដេអូថ្មីបាទមុននឹងចូលដល់សាច់រឿងខ្ញុំចង់សួរជួយណែនាំឈ្មោះតិចមកជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទរីឌីនហើយបច្ចុប្បន្នផ្នែកការងាររបស់ខ្ញុំគឺខាង film ហើយថត short film លេងៗខ្លីៗអញ្ចឹងណាបងប្អូនហើយអ្វីដែលសំខាន់បានមកជួបគាត់ចង់ដឹងពីសាច់រឿងខ្លះដែលខ្ញុំបានឆ្លងកាត់បាទចង់ដឹងថាសាច់រឿងយប់នេះពិសេសយ៉ាងណាសូមបងប្អូនតាមដានហើយមួយទៀតមួយទឹកឲ្យហើយត្រូវតែស្ដាប់នៅក្នុងយប់នេះព្រោះទៅផុសយប់ហ្នឹងហើយមុននឹងចូលដល់សាច់រឿងខ្ញុំចង់ដឹងចំណងជើងតើរឿងថ្ងៃនេះយើងលើកយករឿងអីដើម្បីយកមកនិយាយបាទសម្រាប់សាច់រឿងដែលខ្ញុំជួបផ្ទាល់នេះបើនិយាយពីចំណងជើងគឺចង់ឲ្យពុកម៉ែបងប្អូនស្ដាប់ហើយដាក់ចំណងជើងឲ្យទាំងអស់គ្នាសូម្បីតែគាត់ផ្ទាល់ក៏អាចដាក់ចំណងជើងបានដែរបាទអញ្ចឹងសាច់រឿងខ្ញុំនេះដោយសារជាសាច់រឿងពិតហើយដែលទើបតែជួបថ្មីតែម្ដងម្លងថាមួយខែមុនចុះពេលដែលទាំងខ្ញុំនិងក្រុមការងារបានចេញទៅថតនៅទីតាំងខេត្តមួយហើយពេលដែលខ្ញុំនិយាយអញ្ចឹងសម្រាប់បងប្អូនហើយក្រុមការងារហើយបងទូមួយចំនួនក៏ស្ដាប់ហើយគាត់និយាយដឹងថានៅណាហើយសម្រាប់រឿងនេះខ្ញុំអត់មានចំណងជើងទេដោយសារទើបតែជួបហើយចង់ឲ្យបងប្អូនដែលកំពុងតែសម្ដាប់ហ្នឹងជួយដាក់ចំណងជើងឬក៏ idol ផ្ទាល់អាចដាក់ចំណងជើងឲ្យបានបាទអញ្ចឹងសាច់រឿងហ្នឹងគឺបែបនេះពេលដែលខ្ញុំទៅដល់ទីតាំងកន្លែងដែលខ្ញុំថតហ្នឹងគឺមានដើមពោធិ៍មួយធំបែបមេសាខាគឺដើមពោធិ៍នេះមិនតិចឆ្នាំទេធំមិនបើយើងអោបចំនួនយ៉ាងតិចក៏7នាក់ទៅ10នាក់ដែរហើយអ្វីដែលសំខាន់ដែលយើងចូលទៅដល់ឃើញមានដើមថ្នោតគល់ថ្នោតដែលទើបតែកាត់ហ្នឹងដល់ទៅ4ដើមអញ្ចឹងស្មើនឹង4ទិសហើយអញ្ចឹងតំបន់មកគាត់ជាតំបន់ពិសេសមួយហើយអញ្ចឹងពេលដែលយើងចូលទៅដូចស្មើនឹងពេលថាយើងចូលទៅដល់ទីតាំងគេយើងលើកដៃបន្នំសុំទីតាំងគេថតអីចឹង1 2 3 4ប៉ុន្តែបងប្អូនទូខ្លះក៏អត់បានដឹងក៏បានស្ពះក្រុមការងារខ្លះគាត់អត់បានដឹងក៏បានសុំចឹងទៅអញ្ចឹងអាចនឹងគេប្រកាន់ដែរបាទអាចនឹងគេប្រកាន់ដោយសារតែថ្ងៃហ្នឹងពេលដែលខ្ញុំចូលទៅគឺខ្ញុំធម្មតាខ្ញុំតិចមានអារម្មណ៍ថាតិចដូចយើងទៅដល់តំបន់មួយមានផ្ទះបុរាណអញ្ចឹងមានអារម្មណ៍តិចគឺអារម្មណ៍បែបហ្នឹងតែអត់ព្រឺស្វល់ទេអញ្ចឹងមានន័យថាគេអត់ប្រកាន់យើងទេប៉ុន្តែសម្រាប់បងឬក៏បងប្អូនក្រុមការងារផ្សេងទៀតខ្ញុំអត់ដឹងទេដល់ពេលដល់យប់ថ្ងៃមួយយើងថតដល់យប់ទៀតពេលដែលរៀបថតហើយតួគេឡើងឡានអស់ហើយអញ្ចឹងនៅតែក្រុមការងារទេតែខ្ញុំខាងកាមេរ៉ាក៏នៅចាំ take care ឬក៏ take មើលអវ៉ាន់យើងទៅមុននឹងចាក់ចេញអញ្ចឹងពេលដែលរៀបចេញមកហ្នឹងខ្ញុំមានអារម្មណ៍អត់ស្រួលទេប៉ុន្តែមិនអត់ស្រួលសម្រាប់ខ្លួនខ្ញុំផ្ទាល់ទេគឺខ្ញុំអត់ខ្លាចអញ្ចឹងខ្ញុំអត់អីទេបើយើងក្នុងករណីមានអារម្មណ៍អត់ស្រួលសម្រាប់ខ្លួនឯងយើងប្រកាសជាព្រឺឆ្អឹងខ្នងព្រឺសបល់អីចឹងណាតែខ្ញុំអត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍អត់ស្រួលចំពោះក្រុមការងារអញ្ចឹងពេលដែលរៀបចេញមកហ្នឹងខ្ញុំនៅឈរចាំគាត់ពេលខ្ញុំចេញមកផុតបានថាប្រហែលជា10ជាហ៊ានខ្ញុំក្លែកមើលក្រោយខ្ញុំថាអត់ស្រួលទេអញ្ចឹងខ្ញុំនៅឈរចាំគាត់នៅឈរមើលគាត់ពីចង្អាយតោះតែឃើញគាត់លើកឆាត់ដែលចុងក្រោយហ្នឹងគាត់លើកឆាត់ហើយគាត់ឡើងឈរខ្លួនត្រង់ភ្លាមខ្ញុំមានថាអត់ស្រួលបាត់ហើយគាត់ឃើញហើយគាត់លើកឆាត់ហើយគាត់ឈរខ្លួនត្រង់ភ្លើងគាត់មើលទៅគល់ដើមពោហ្នឹងគឺមានប្រឡោះប្រហោងហ្នឹងគាត់មើលទៅក្នុងចន្លោះហ្នឹងហ្មងហើយគាត់បើកភ្នែកធំហើយគាត់បែរមកខ្ញុំហើយគាត់ដើរមកខ្ញុំអត់ដើរទៅហ្នឹងខ្ញុំដឹងតែឃើញហើយអញ្ចឹងឲ្យគាត់ដើរទៅមុនខ្ញុំដើរតាមក្រោយគាត់វិញគាត់អត់មាត់អីទាំងអស់អញ្ចឹងមានថាគាត់ឃើញហើយគាត់អត់មាត់កព្រលឹមឡើងមកគាត់និយាយប្រាប់ទាំងខ្ញុំប្រាប់នឹងក្រុមការងារក៏បានឃើញហ្នឹងទៅរូបរាងសម្ោខ្មៅបែបលក្ខណៈដូចសក់វែងអញ្ចឹងណាចេញមកគឺគាត់និយាយមកខ្ញុំរឹងព្រឺស្វល់តិចដែរប៉ុន្តែវាអត់ខ្លាចទេបើខ្ញុំព្រឺរបស់ខ្លាំងមកខ្ញុំខ្លាចបាទអញ្ចឹងខ្ញុំដឹងមកតែខ្ញុំសម័យមើលរូបភាពហ្នឹងថាអូខេអញ្ចឹងម្ចាស់គេនៅហ្នឹងអញ្ចឹងគាត់មានអារម្មណ៍អត់ស្រួលទេគាត់សុំព្យាយាមសុំទាំង director សុំទាំងតួហ្នឹងសុំពជាពេលថតបន្តិចអញ្ចឹងដើម្បីទៅរៀបចំខ្សែនៃគេបាទហើយអ្វីដែលសំខាន់បងប្អូនពេលមុនខ្ញុំទៅដល់ខ្សែហ្នឹងក៏ខ្ញុំមានអារម្មណ៍ដែរខ្ញុំថាដើមពោធិ៍ហ្នឹងមិនមែនតែជួបម្ដងទេខ្ញុំធ្លាប់ជួបក្នុងយល់សពទៀតអញ្ចឹងមានន័យថាយើងបានដឹងមុនយើងមានថាយើងធ្លាប់យល់សពឃើញមុនអញ្ចឹងបាទធ្លាប់ឃើញយល់សពឃើញដល់ពេលដែលយល់សពឃើញហើយនៅពេលដែលយើងទៅថតប៉ះចំទីតាំងហ្នឹងទៀតហើយខ្ញុំទីតាំងហ្នឹងគឺខ្ញុំទា director ទាបងអីឲ្យទៅថតដល់ហ្នឹងតែអត់មានអ្នកគេទៅទេគឺខ្ញុំកន្លែងទៅឃើញថាកន្លែងហ្នឹងស្អាតហើយក៏ខ្ញុំអត់ដឹងថាដើមពោធិ៍ដែរប៉ុន្តែពេលដែលថ្ងៃបន្ទាប់ដែលខ្ញុំទៅថតហ្នឹងតើឃើញដើមពោធិ៍ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់មកហើយបាទអារម្មណ៍ហ្នឹងបងប្អូនខ្លះក៏ធ្លាប់ជួបដែរទីតាំងខ្លះកន្លែងខ្លះដែលពេលយើងធ្លាប់ដើរទៅហើយយើងជួបម្ដងទៀតយើងមានថាជួបទៅជួបយើងមានថាអូធ្លាប់ជួបម្ដងហើយអានេះតម្រង់ដូចឆ្លងគេហៅឆ្លងដូចឆ្លងពេលវេលាដឹងមុនណាមានន័យថាដូចយើងធ្លាប់មកអង្គុយកន្លែងហ្នឹងអញ្ចឹងប៉ុន្តែវាថ្ងៃហ្នឹងវាចៃដន្យដែរយើងមកត្រូវថតមកអង្គុយនៅទៅហ្នឹងអញ្ចឹងអូខេយល់បាទអារម្មណ៍បែបហ្នឹងឯងហើយអ្វីដែលសំខាន់ក្នុងយល់សពហ្នឹងភូមិហ្នឹងដើមពោធិ៍ហ្នឹងទៀតច្បាស់អញ្ចឹងទៀតបាទ
តោះណាចាប់ដើមសម័យទៅលើរូបភាពដែលខ្ញុំធ្លាប់ជួបនៅក្នុងយល់សពព្រាមទឹកភ្នែកខ្ញុំចង់ហូរបាទដោយសារនៅក្នុងយល់សពខ្ញុំហ្នឹងគឺម្ចាស់ដើមពោធិ៍ហ្នឹងគាត់ថែរក្សាបងប្អូននៅភូមិហ្នឹងហ្មងដោយសារនៅក្នុងយល់សពខ្ញុំបើកមុខកញ្ចក់នេះទៅក្នុងយល់សពហ្នឹងគឺភូមិហ្នឹងមានគ្រោះទូរភឹកដែលហៅជំងឺរាតត្បាតបាទពេលហ្នឹងគឺចាប់ដើមកើតឡើងទៅលើថាវ័យជំទង់គឺថាពេញវ័យកំមុំចុះភូមិតាមភូមិហេតុអាយុ13 14ហៅពេញវ័យកំមុំហីបើយើងត18បាទអញ្ចឹងវ័យហ្នឹងគឺគាត់ចាប់ដើមឈឺធ្ងន់ខ្លាំងដល់ថ្នាក់ស្លាប់ក្នុងយល់សពហ្នឹងគឺមានពោះគេហៅថាពោះខ្លាំងចុះតែកាឡាពណ៌មាសសុទ្ធគាត់តម្លាក់ខ្លួនមកលាក់ប្រកេះមកមិនថាប្រកេះចុះដោយសាររូបភាពនេះមិនមែនប្រហែលជាមិនមែនអ្នកធម្មតាទេអញ្ចឹងខ្ញុំហៅប្រកេះចុះគាត់ថាឲ្យកាត់ប្រកេះគាត់ចុះដើម្បីជួយបងប្អូននៅភូមិទាំងអស់ហ្នឹងដោយសារគាត់នឹងជួបគ្រោះទូរភឹកគេហៅជំងឺរាតត្បាតបាទកើតឡើងដោយកុមារនឹងមុនគេអ្នកនារីនឹងមុនគេគាត់នឹងស្លាប់មុនគេហើយអ្នកស្រុកនឹងស្លាប់តទាំងអស់បាទអញ្ចឹងខ្ញុំត្រូវសម្រេចចិត្តដកដាវកាត់ប្រកេះគាត់បាទអញ្ចឹងមិនខ្ញុំចង់ដល់រូបឃើញសម័យរូបភាពហ្នឹងគឺខ្ញុំអាណិតគាត់ហ្មងគាត់សុខចិត្តលះបង់ខ្លួនគាត់សុខចិត្តលះបង់ជីវិតគាត់ដើម្បីជួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ហ្នឹងបាទហ្នឹងខ្ញុំអត់ធ្វើអារម្មណ៍ខ្ញុំអត់ខ្លាចដែរជាអាណិតប៉ុន្តែអ្វីដែលនៅក្នុងសាច់រឿងដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនគឺពាក់ព័ន្ធទៅនឹងតំបន់បាទតំបន់មានថាដើមពោធិ៍ហ្នឹងគឺមានប្រហែល3ស្រែអញ្ចឹងដែលគាត់នៅក្នុងពេញដើមពោធិ៍ហ្នឹងពេលដែលយើងចូលទៅគឺមានអារម្មណ៍ត្រជាក់ចេញមកវិញមានអារម្មណ៍តែក្តៅចឹងវិញបាទគឺខ្ញុំទៅតែជួបលើកទី1បងប្អូនខ្ញុំដែរជួបអញ្ចឹងឯងបើថាបើជួបអាចនៅផ្ទះអីចឹងទៅចូលផ្ទះគេដែលគេមានគេនៅចូលតំបន់ណាដែលគេមាននៅភូមិគ្រឹះណាដែលគេមានវិញ្ញាណនៅហ្នឹងណាគឺបងប្អូនដឹងអីដែលធ្លាប់ជួបប្រភេទអមនុស្សហ្នឹងដឹងអីគឺចូលទៅព្រឺសបល់ត្រជាក់អីចឹងទៅហើយចេញមកវិញបាត់ទៅប៉ុន្តែនេះស្រែជាដើមពោធិ៍ដែលនៅកណ្ដាលវាលស្រែដែលល្វឹងល្វើយទៅវិញនៅស្រែ10 20ស្រែបាទតែអ្វីដែលខ្ញុំឆ្ងល់បរិវេណដែលខ្ញុំចូលទៅដល់ដើមពោធិ៍ហ្នឹងគឺ3ស្រែពេលដែលខ្ញុំចេញផុតពី3ស្រែហ្នឹងគឺក្តៅបាទមានអារម្មណ៍ថាក្តៅអត់ស្រួលតែនៅតំបន់តែមួយហ្នឹងទេចឹងបាទនឹងតែមួយអត់មានម្លងអីទៅហៅភ្លឺស្រែម្លងស្រែហៅម្លងភ្លឺស្រែម្លងផុតតែស្រែទី3ម្លងផុតតែភ្លឺស្រែមកតិចគឺក្តៅហើយចូលទៅដល់ម្លងដើមពោធិ៍ហ្នឹងគឺត្រជាក់មកហើយខ្ញុំតេស្តទៀតដាក់ដៃលើចេះខ្ញុំដាក់ដៃលើចឹងគឺមានត្រជាក់តែអត់មានខ្យល់ទេហើយអត់មានភ្លឺសបល់អីតែវាត្រជាក់បែបស្រួលខ្លួនបាទអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូតំបន់គេបងប្អូនខ្ញុំជួបហ្នឹងថ្ងៃដែលខ្ញុំទៅដល់ហើយហ្នឹងមានអារម្មណ៍បែបហ្នឹងប៉ុន្តែថ្ងៃទី2ថ្ងៃដែលហត់ចិត្តចប់គឺគេចាប់ដើមមកលេងហ្នឹងគឺមិនមែនម្ចាស់ដើមពោធិ៍ហ្នឹងមកលេងទេពាក្យថាពេលដែលយើងទៅថតឲ្យដើមពោធិ៍ហ្នឹងយើងទៅឆ្លងកាត់តំបន់គេដែរបាទហើយយើងទៅដល់ឲ្យដើមពោធិ៍នេះម្ចាស់តំបន់ផ្សេងអញ្ចឹងយើងសែនរៀបចំពិធីអុជធូបអីនៅម្ចាស់ដើមពោធិ៍ប៉ុន្តែម្ចាស់តំបន់គេណាដែលយើងឆ្លងកាត់ហ្នឹងយើងអត់បានឲ្យគេទេអាចំណុចហ្នឹងដែលខ្ញុំចាប់អារម្មណ៍ថាគេប្រកាន់បាទតែខ្ញុំអត់ខ្លាចខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ជួបដែរប្រភេទថាស្អាតអីចឹងណារូបដែរតែស្អាតតែម្ដងនេះគេចង់លេងខ្ញុំគឺមុខអត់ឃើញច្បាស់ទេប៉ុន្តែលឿនពេលដែលខ្ញុំចាប់ដើមរៀបចំអវ៉ាន់នៅកន្លែងថតហើយខ្ញុំដើរមកកន្លែងទីតាំងឡានដែលឬអវ៉ាន់យកទៅថតទៀតហ្នឹងយើងមកឆែកអវ៉ាន់យើងទៅយកអីថែមទៅទៀតចឹងណាពេលខ្ញុំដើរមកវិញម្នាក់ឯងហ្នឹងខ្ញុំឃើញមនុស្សថាពាក់ឲ្យខ្ញុំចឹងតែទៀតហើយខ្ញុំអត់ចាប់អារម្មណ៍ពេលខ្លះមកពីយើងគិតថាក្រុមតួប្រុសអញ្ចឹងដោយសាររូបរាងគាត់ដើមមកជំនួសប្រុសបាទអញ្ចឹងខ្ញុំគិតថាតួប៉ុន្តែខ្ញុំសម័យវិភាគម្ដងទៀតថាតួដូចមានអាទៀបចឹងទេបាទដើរមករឿងលឿនដែរថា5ជាហ៊ានមកផ្លែន5ជាហ៊ានម្លេះមកគូតឡានអញ្ចឹងខ្ញុំគិតថាអញ្ចឹងផុតពីគូតឡានគាត់ផុតចូលផុតបាឡានគឺយើងមើលឃើញគាត់វិញហើយបាទអត់ឃើញថាអារម្មណ៍មនុស្សខ្លាចគាត់នឹងចាប់ដើមឆ្ងល់ឯណាហើយលេងចង់និយាយថានិយាយពេលនេះខ្យល់មកពេលនេះចាប់ដើមនិយាយខ្យល់កាន់តែខ្លាំងហើយមិនទៅបើអារម្មណ៍ខ្ញុំអ្នកអង្គុយនេះវាចង់ហៅពីកៅអីហើយអញ្ចឹងមុននឹងបងប្អូនស្ដាប់តសូមបងប្អូនជួយ Subscribe Channel ដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងត្រឡប់មកសាច់រឿងវិញខ្ញុំចាប់អារម្មណ៍មែនតើអាឡងបែបលឿនឬមួយក៏បន្លាយបែបលឿនហ្នឹងអាហ្នឹងសេរីបែបឃើញមកកតុយភ្នែកឬមួយក៏សេរីដូចអានេះខ្ញុំធ្លាប់ជួបហើយយើងឃើញមកភ្លឹបហ្នឹងណាបាទអញ្ចឹងដឹងអ្នកទាំងអស់គ្នាដឹងធ្លាប់ជួបយើងអត់ព្រោះខ្ញុំធ្លាប់ជួបហើយតែបើគាត់ជួបស្ដាយបែបអ្នកទៅថតហ្មងគឺរឿងពិតរបស់គាត់បាទឥឡូវអញ្ជើញតទៅមើលវាជួបចិត្តចាប់ដល់នឹងទួយស្បល់ដែរបងប្អូនដោយសារគាត់បញ្ជាក់រឿងកតុយភ្នែកហ្នឹងខ្ញុំធ្លាប់ជួបញឹកដែរប៉ុន្តែម្ដងនេះអត់កតុយភ្នែកទេ5ជាងហ៊ានដែលយើងឃើញហ្នឹងគឺ5ជាងហ៊ានមនុស្សដើរមកហើយ5ជាងហ៊ានអញ្ចឹងយើងគិតជាសកិនក៏5 second ដែរមិនបន្តិចមកស្រួចមក1 second ទេតែនេះ5 second នៃនឹង5ជាងហ៊ានមកផ្លែតមកដល់គូតឡានហ្នឹងបាត់ទៅយើងគិតថាបាំងឡានចុះហ្នឹងអារម្មណ៍យើងអត់ខ្លាចយើងគិតចឹងដល់ពេលហើយយើងចាំមើលថាឲ្យផុតឡានហ្នឹងណា
បាទ អត់ផុតមានថាអត់ឃើញអត់ចេញទៅដល់ឯដើមពោឡានឲ្យចតចឹងដើមពោហ្នឹងខ្ញុំផ្ទះភូមិគេហ្នឹងចឹងអញ្ចឹងម្លងហួសផ្ទះភូមិនេះឆ្ងាយប្រហែលជា10ស្រែដែរតែមកដល់ឡានមលូឡានមិនទៅដល់ដើមពោតែ3ស្រែទៀតអញ្ចឹងគាត់ដើរផុតឡៃឡានហ្នឹងគាត់ដើរបាក់ក្រោយក៏យើងត្រូវឃើញដែរដោយសារចន្លោះស្រែវាធំខ្ញុំដើរជុំវិញឡានខ្ញុំយើងចង់ដឹងមនុស្សអត់ខ្លាចអញ្ចឹងទូទៅបងប្អូនដែលអត់ខ្លាចហើយហ៊ានគឺចឹងហើយតាមមើលដើរពីមុខឡានមកអញ្ចឹងអត់ឃើញដល់ដើរផុតគូតឡានបន្តិចកលែកមកផ្ទុយផ្លេតតែនិយាយមិញហ្នឹងណាកលែកមកអង្គុយផ្ទៃឃើញនឹងអង្គុយលើកៅអី ចុំ អង្គុយលើកៅអីឡានហ្មងយើងអាឡានStarix យើងបើកទ្វារចំហៀងបានហ៎ ចាំមានអង្គុយលើកអីឡានហ្នឹងហ្មង ហ្នឹងអង្គុយលើកៅអីឡានហើយបើកទ្វារចំហៀងហ្មងមើលមុខយើងហ្មងណែបងប្អូនបើមានស៊ូមបានស៊ូមិនមើលនេះដល់តែនិយាយដល់ចំណុចហ្នឹងគឺបែកគេហៅថាបែកនេះគេហៅឡើងស្បែកកែប ឡើងស្បែកកែបហ្មងឬសបកកែបបងប្អូនគឺស្បែកពេកស្ដែងតែពេលហ្នឹងយើងមកស្លេកភ្នែកហ្នឹងយើងឃើញមុខតែដឹងមនុស្សប្រុសមនុស្សតែមួយពាក់អាវពណ៌សហ្នឹងដដែលហើយយើងហើយរឿងទៀបហ្នឹងគេថាសបល់អីកម្ៅអីទេអត់មានសយទេបាទឃើញចឹងហើយយើងកតុយភ្នែកមែនតែយើងក៏លេចយកមុខឲ្យចំបាទចុំ បាត់យើងរត់ចូលក្នុងឡានខ្ញុំរត់ចូលក្នុងឡានមកខ្ញុំចង់ដឹងថាលេងយើងប៉ុណ្ណារត់ចូលក្នុងឡានអត់ឃើញក៏លេចមកឃើញកតុយភ្នែកនឹងអង្គុយក្រោយឡានទៀតខ្ញុំចាប់ដើមចេះឡងចេះបងប្អូនអើយចង់ខ្ញុំលើកទី1របស់ខ្ញុំដែលខ្ញុំជួបប្រភេទអរុបបែបហ្នឹងលេងខ្ញុំបែបហ្នឹងខ្ញុំប្រដងឃើញតែស្អាតទេតែម្ដងនេះមិនថាអាក្រក់ហ្មងទេប៉ុន្តែគាត់លេងមកច្បាស់ក្នុងមុខខ្ញុំពេកខ្ញុំព្រឺសបល់ចាប់ពីចុងជើងដល់រហូតដល់សក់ក្បាលព្រោះមកមានអត់ដេញមកហ្មងអាព្រឺសបល់ហ្នឹងលើកទី1របស់ខ្ញុំអត់ដែរព្រឺសបល់អញ្ចឹងឯងបើបងប្អូនណាធ្លាប់ព្រឺសបល់អញ្ចឹងក៏មិនប្រាប់ខ្ញុំផងហ្នឹងហើយព្រឺពីចុងជើងឡើងមកតិចមកដល់សើតមកហ្មងអូហ្នឹងអារម្មណ៍បែបហ្នឹងខ្ញុំជួបលើកទី1ហ្នឹងចាក់ស្ដែងហ្មងបងប្អូនបាទហើយអ្វីដែលសំខាន់បងប្អូនហ្នឹងហើយកុំតន់អាលកំពុងតែរត់ធន់កំពុងតែព្រឺបាទលេងបើមនុស្សធម្មតាមិនអាចមានហៅថានេះគេហៅថាដូចហែកលំហលេងមកច្បាប់ត្រង់ច្បាប់ណាបាទជុំរយៈធម្មតាមិនទៅមិនហោះផុតឡានហ្នឹងបាត់អ្នកមិនរត់ផុតឡានហ្នឹងបាត់អរុបរត់ផុតឲ្យយើងអ្នកអ្នកខ្លាចចឹងរត់ផុតណាអាចអូយខ្ញុំអាក្រក់ចឹងមែនតែខ្ញុំនៅខ្លាចដូចគ្នាហ្នឹងដល់ជើញតមកបាទអញ្ចឹងសាច់រឿងហ្នឹងគឺបញ្ជាក់ថាគាត់លេងបែបហ្នឹងហើយខ្ញុំមើលតែគាត់ដល់ក្រោយហ្នឹងហើយគាត់បាត់វិញខ្ញុំថាអូគេលេងហ្នឹងលេងកាច់ខ្ញុំរៀងអកស្រើដែរបើយកដៃជប់ចឹងរៀងអកស្រើរៀងចង់រត់ដែរអញ្ចឹងណាដល់ពេលតែកម្រុតនិយាយថាបញ្ជុកមកកម្រុតសុកចិត្តឲ្យយកឲ្យឈ្នះខ្ញុំធ្វើដើរមកបន្តិចហ្នឹងផុតមកឡៃចាប់ដើមខ្ញុំទទួលដឹងដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាម្ចាស់តំបន់គេហ្នឹងខ្ញុំចាប់ដើមយល់ហ្នឹងគឺពេលហ្នឹងពេលដែលខ្ញុំដើរចេញពីឡៃឡានហ្នឹងវិញខ្ញុំដើរមកចូលស្រែទី3ចិត្តដល់ដើមពោហ្នឹងតែមកទៅដល់ណាតោះចាប់ដើមឈានជើងចូលស្រែទី3ហ្នឹងចាប់ដើមមានអារម្មណ៍ត្រជាក់ហើយមានអារម្មណ៍មានកម្លាំងហ្មងយើងមានកម្លាំងមានថាអត់គួរចាញ់ទេខ្ញុំមានអារម្មណ៍ថាដូចម្ចាស់ដើមពោនេះគាត់ជួយយើងវិញដែរចឹងវិញបាទម្ចាស់ដើមពោមានអារម្មណ៍ថាយើងគាត់ចូលទៅខ្ញុំមានកម្លាំងចិត្តហ្មងមានអារម្មណ៍ថាខ្ញុំមានតែខ្លាចយើងសុំឲ្យអីឲ្យអស់ហើយមាននេះមករករឿងយើងអញ្ចឹងទៅខ្ញុំដើរបបមកវិញទៀតតើដើរជើងផុតពីស្រែហ្នឹងបងប្អូនអើយគឺអារម្មណ៍ព្រឺសបល់ហ្នឹងម្ដងទៀតគឺព្រឺសបល់ពីចុងជើងឡើងមកសក់ក្បាលយឺតម្ដងទៀតតាចំពេលហ្នឹងឯងបងប្អូនដែលខ្ញុំបញ្ជាក់បងប្អូនថាមនុស្សយើងព្រោះនៅគឺមានផ្ទះមានតំបន់ដែលយើងកាន់កាប់អញ្ចឹងខាងអរុបហ្នឹងក៏គាត់មានតំបន់មានទីតាំងគាត់កាន់កាប់ដែរអញ្ចឹងបងប្អូនជាក់ស្ដែងគឺតើដូចថាបើគឺអ្នកផ្សេងគេហៅឆ្លងភពអញ្ចឹងគឺមានអារម្មណ៍ពីរផ្សេងគ្នាអញ្ចឹងបងប្អូនគឺតើឈានជើងចូលមកវិញភ្លាមចាប់ដើមក្តៅទៀតហើយព្រឺសបល់ពីចុងជើងដល់សក់ក្បាលម្ដងទៀតអញ្ចឹងដូចគាត់សួរពីខាងដើមមុនហ្នឹងចំណងជើងអាចដាក់បានទេថាទេបងប្អូនគេហៅថាម្ចាស់តំបន់ទៅដល់កន្លែងណាក៏នេះការគោរពរបស់យើងដល់តែកុំប្រមាថទៅដល់កន្លែងណាក៏យើងសុខដែរបាទតែសាច់រឿងយើងអស់តែប៉ុណ្្នេះគឺមួយក៏យ៉ាងណាបាទសាច់រឿងអស់ប៉ុណ្ណេះដល់មកចាក់ដូចបងលើកពីដើមហ្នឹងគឺម្ចាស់តំបន់ចំណងជើងម្ចាស់តំបន់ចេះដោយសារទូទៅយើងទៅតំបន់ណាយើងគ្រប់គេប៉ុន្តែរាល់ថាខ្ញុំជួបនេះគឺខុសត្រូវគ្នា3ខ្សែបាទបែងចែកតំបន់ដែរតែដល់ពេលអញ្ចឹងយើងនឹងសម្រាប់យើងអ្នកស្វែងយល់ពីខាងខ្លះផងហើយចុះតម្រាំបងប្អូនមួយចំនួនទៀតគាត់យល់គាត់នឹងមិនជួបបញ្ហាពេលខ្លះក៏អារម្មណ៍មួយទៀតបងប្អូនខ្លះថាខំសែនប៉ុណ្ណឹងនៅជួបបញ្ហាក៏ពិតបញ្ហាមិនមែននៅកន្លែងដែលយើងសែនទេមនុស្សយើងធ្វើល្អដាក់គេក៏គេដឹងគុណយើងដែររូបក៏ដូចគ្នាបើយើងធ្វើល្អឲ្យគេដឹងគុណយើងដូចគ្នាប៉ុន្តែខ្វះម្ចាស់តំបន់នេះអាកាន់តំបន់ផ្សេងគ្នានេះយើងឲ្យមួយចំណែនមួយបងប្អូនមនុស្សក៏ចេះចំណែនដែរអញ្ចឹងខាងហ្នឹងដូចគ្នាអញ្ចឹងអ្នកដែលគាត់ធ្លាប់សែនហើយធ្លាប់ឲ្យគេហើយទៅមានបញ្ហាហ្នឹងខ្ញុំគិតថាហ្នឹងការអារម្មណ៍ខ្ញុំណាគឺម្ចាស់តំបន់ផ្សេងគ្នាដោយសារខ្ញុំជួបផ្ទាល់នេះម្លងតា3ស្រែខ្ញុំមកដល់នេះគេរករឿងខ្ញុំទៅតំបន់នេះគេរករឿងខ្ញុំ
បាទហ្នឹងយើងអ្នកទទួលអារម្មណ៍ហ្នឹងជាក់ស្ដែងឃើញ បាទ ជាក់ស្ដែងយើងមានអារម្មណ៍បែបហ្នឹងអញ្ចឹងខ្ញុំរត់តែបើកវងកញ្ចក់នេះសូមឲ្យបងប្អូនយកទៅគិតថាតើគួរឲ្យជឿឬក៏មិនគួរឲ្យជឿអាស្រ័យលើអារម្មណ៍បងប្អូនទាំងអស់គ្នាទេបាទ បាទ ពាក្យថាម្ចាស់តំបន់ហ្នឹងវាអាចអញ្ចឹងដែរបើក្នុងករណីយើងទៅតំបន់មួយយើងសែនកន្លែងយើងញ៉ាំអីហ្នឹងប៉ុន្តែអាផ្លូវដែលយើងឆ្លងកាត់ហ្នឹងយកបានសែនយកបានសុំក៏គេចំណានគេខឹងយើងដែរបាទហ្នឹងសាច់រឿងខ្ញុំមានតែប៉ុណ្្នឹង បាទអរគុណសម្រាប់សាច់រឿងនេះមែនតើអញ្ចឹងសរុបសេចក្តីមកដូចគាត់និយាយអញ្ចឹងលើកឡើងមកសល្អៗហើយខ្ញុំមិននិយាយទេបាន2ដងទេអញ្ចឹងការនិយាយមកគឺល្អហើយអញ្ចឹងម្ចាស់តំបន់យើងសំខាន់ណាស់អញ្ចឹងសាច់រឿងយើងមានតែប៉ុណ្នេះថ្ងៃនេះជូនបងប្អូនទស្សនាអឺអរគុណសម្រាប់ការគ្រប់គ្រងយើងកន្លងមកអឺជាចុងក្រោយខ្ញុំបាទស្រៀង បាទខ្ញុំបាទ read in បាទអរគុណសូមជម្រាបលា បាទអរគុណសូមជម្រាបលា